chị đẹp xua nên tặng ngọc đi à ngày đi nhung màu thơ bơ sừng thế à tệ cho đại con ba mình trong ca sạch sang phòng đá hay có khai chia sẻ mạng cho bao giờ này à lời dân từ chua con tặng ngọc đi à chị đẹp xua vào ngày những play hôm nay mỏ ngon bông bơ tặng ngọc đi ngày những gật mau sập phía trên lệ cả nạt đây cô bỏ con hay còn con mình công tuổi tôi đây còn mình tay mình chia bảnh hàng không cà ri năng mỏng chả bông chơi đi khang na bình bổng nhưng mà bị khai có con bò មកវាខេត្តកោះកុងអូនមកយ៉ាងឆ្ងាយដែរមែនទេបង ចាបង ប្រហែលពេលប្រហែលថ្ងៃក្នុងការដែលបងមកទីតាំងខាងភ្នំពេញនេះ តែមួយថ្ងៃទេបង ក៏ធ្វើដំណើរមកតែមួយថ្ងៃទេបងប្អូនទាំងអស់គ្នាចុះបងមករៀនវាចាក់ទេរយៈពេលបានមួយថ្ងៃហី ខ្ញុំមករៀនបាន3ថ្ងៃទេបង បងរៀនបាន3ថ្ងៃ ចា មានផលពិបាកខ្លះៗហី ចាមានបងព្រោះដោយសារអត់ធ្លាប់អញ្ចឹងណា អូ ចា ហើយឥឡូវនេះមានកូនទទួលមកទៀតមានផលពិបាកមានផលពិបាកខ្លាំងមែនទេបង ចាមានដែរ អូយចាមានកូនតូចហើយចាពេលដែលមករៀនគឺមានផលវិបាកខ្លាំងមែនតើចាអញ្ចឹងបងពេលដែលបងមករៀនវាចាក់ទេតើវិចាក់ទេមួយណាដែលបងគិតថាមានផលវិបាកខ្លាំងសម្រាប់បង ខ្ញុំគាត់ថាអត់បង អត់ តន់ចា អូមិនថាមកឲ្យទិនស្តទេ ចា បើខ្ញុំវិញខ្ញុំអត់បានខ្ញុំអត់បានក៏ប៉ុន្តែពេលខ្លះខ្ញុំអាចថាជាធម្មតាខោគេមានតែមួយភ្លីទេបងពេលខ្លះខ្ញុំលួចឲ្យគេពីរភ្លីក៏មានដែរចាបងអញ្ចឹងបងចាំជួយណែនាំខ្លួនទៅទស្សនិកជនតិចទៅថាបងឈ្មោះអីហើយបងប្រុសឈ្មោះអីគេដែរអញ្ចឹងណាបង ជិះសួរបងអូនខ្ញុំឈ្មោះគេសូលីតាមកពីខេត្តកោះកុង lại lúc mà mua sôi tăng đất mà Việt Nam mình បងប្រុសពេលដែលបងមករៀនតើបច្ចេកទេសកន្លែងណាដែលបងគិតថាពិបាកជាងគេ cũng được con vậy mà ôn với nhiều bạn Dạ. báo thời kì ចាកាប់មកក៏ស្អីអីទេអីមិនទៅចេញមកបច្ចេកទេសនេះគ្នាហ្មងចេញមកដល់អត់ហ្មងចុះបែងចែកពណ៌អីត្រឹមត្រូវហ្នឹងតើបងច្បាស់យកដឹងបានច្រើនដែរបង nó là đây đây này ចាបងគិតថាបានប្រហែលភាគរយដែរបង thì thà học kia rồi 60%អញ្ចឹងបើសិនជាអត់ច្បាស់អាចសាកសួរព័ត៌មានជាមួយនឹងខាងគ្រូតាមប្រព័ន្ធអនឡាញយើងបានទៀតចាអញ្ចឹងចង់សួរបងទេតើបងស្គាល់រក្សាតាមរបៀបណាដែរបង cũng bố cũng tao ôn mà điền học về những thời gian bố cũng học về có những telegram rồi mình chơi đồ làm telegram ចាមុនដំបូងបងគិតថាគ្រាន់តែចង់ឲ្យប្អូនបបោហ្នឹងមកចុះឈ្មោះរៀនទេតែចៃដន្យអីអត់បានចុះឈ្មោះរៀនក៏ដាក់ប្រេងរក្សាទៅចុះកំឡុងពេលហ្នឹងបងប្រើការគិតរយៈពេលប្រហែលខែដែរបង nhưng gặp cuộc xa vô tay thì hai gặp cái cạnh đôi tay ចា Dạ. Đây cô xong lại nam បងប្អូនតាគ្នាក៏គាត់ធ្វើការគិតដល់រយៈពេលកន្លះឆ្នាំហើយមួយទៀតចូលបងស្រីគាត់មានផលវិបាកខ្លះៗហេពេលដែលបងប្រុសគាត់បានរីខមមិនថាចង់ដាក់ប្រេងរក្សាបងអត់ខ្លាំងតើបងស្រីយល់យ៉ាងណាដែរអញ្ចឹងណាបង ចាបងគាត់ថារត់អត់រួចទេបងដោយសារគាត់ធ្វើការរាល់ផងហើយខ្ញុំនៅលក់ដូរនៅផ្ទះដែរស្រីទេបង ចា ហើយកូននៅទូទូចដល់ពេលបើសិនជាដាក់ទៅខ្ញុំម្នាក់ឯងរត់រួច ចាចាគាត់ទៅប្រើការគិតក៏គាត់ប្រើការគិតយ៉ាងយូរដែរដោយសារបងស្រីគាត់មានអាជីវកម្មខ្លួនឯងហើយគឺការលក់កាហ្វេឥឡូវនេះគាត់បានប្រេកអាជីវកម្មមួយទៀតគឺបើកអាជីវកម្មបោកអ៊ុតចាបងចង់ជួយណែនាំទៅទស្សនិកជនទៀតទៅថាទីតាំងដែលបងបើកហ្នឹងនៅម្ដុំណាអញ្ចឹងណាបង ចាទីតាំងដែលខ្ញុំបើកនៅខេត្តកោះកុងបងនៅទីរួមខេត្តណាកោះកុងបង ចាហើយបងប្អូនទាំងអស់គ្នាខ្ញុំនឹងសួរនាំគាត់បន្តិចទៀតតើពីដែលគាត់មកដាក់ប្រេងរក្សាតើប្រេងរក្សាបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ស្ត្រីក្នុងសហគមន៍យើងហ្នឹងណាបង ប្រញ្ញាសាផ្ដល់អត្ថប្រយោជន៍ច្រើនដែរបងដល់ស្ត្រីយើងជួយរកកម្លៃបានដល់គ្រួសារដោយគាត់អាចលើកផ្ទះបានក៏ចំណាយពេលគ្រួសារបានចូលចំណូលចូលគ្រួសារបាន ចាមូលហេតុដែលយើងមកដាក់ប្រេងរក្សាដោយសារអាជីវកម្មមួយហ្នឹងទី1គឺមានទីផ្សារស្រាប់ចាអ្នកណាក៏គេស្គាល់ដែរត្រូវឯងបងគ្រាន់តែបងជីកាត់ពីផ្ទះបងទៅផ្សារញ៉ាំហ្នឹងក៏ឃើញ5 6សាខាត្រូវអត់បងចាហើយមួយទៀតយើងមានពេលវេលាច្រើនចាជាមួយនឹងគ្រួសាររបស់យើងចាទោះបីឥឡូវនេះគាត់មានអាជីវកម្មរបស់គាត់ផ្ទាល់ខ្លួនអាជីវកម្មមួយហ្នឹងក៏មានពេលវេលាសម្រាប់គ្រួសាររបស់បងដែរក៏ប៉ុន្តែគាត់ចង់បន្ថែមទៀតចាឥឡូវកូន2ហើយតែមិនដឹងថារឿងរួយទេប្រហែលជាត្រូវឲ្យបងប្រុសជួយមើលទៅ
ចាជួកំឡុងពេលដែលបងមកនេះតើមានផលពិបាកខ្លះហីបង ចាមានបង ផលពិបាកច្រើនចាជាចុងក្រោយបងចាំជួយផ្ដាំផ្ញើទៅទស្សនិកជនតិចទៅដើម្បីឲ្យគាត់បានដឹងថាពេលដែលបងប្រុសបងស្រីមួយចំនួនដែលគាត់ចង់ដាក់ប្រែយសាចាតើគាត់គួរតែរីខមមិនបើកអាជីវកម្មមួយណាដែលគាត់មានផ្ដល់អត្ថប្រយោជន៍បានច្រើនចាបងចាំ ខ្ញុំសូមបាទទៅបងប្អូនអរគ្នាបើចង់បើកអាជីវកម្មរបស់អត់ហ្នឹងយើងអាចមករៀនជាមួយខាងលក្ខខណ្ឌបានហើយបើយើងរៀនជាមួយគេខាងក្រៅទៅតាមមានប្រេនលក្ខខណ្ឌឬប្រេនស្អីទេយើងអាចនឹងបាក់អត់ស្អាតច្រើនចាអត់លក្ខខណ្ឌរហូតចាបងចាជួបងពេលដែលបងមករៀនហ្នឹងគ្រូមានបានវាយលុបដល់បងដែរអត់អត់បានវាយទេបងប្អូនទាំងគ្នាចាពេលដែលមករៀនគ្រូអត់វាយអត់លុបដល់ទេតើគ្រូមានបានថាប្រៀបបងដល់ដែរអត់បានក៏ថាដល់អញ្ចឹងបងបាញ់ចាំជួយបញ្ជាក់ថាបងដាក់ប្រែញាក់សាហ្នឹងបងប្រើឈ្មោះអីអាស្រ័យថានៅម្ដុំណាបងចាំជួយបញ្ជាក់ទៅទស្សនិកជនជាចុងក្រោយតិចទៅចាកន្លែងខ្ញុំយតាពុកដងតោខេត្តកោះកុងនៅភូមិ3នៃខេត្តបន្ទាយក្រុងឋានៈភូមិហ្នឹងខេត្តកោះកុងចាបងប្អូនទាំងអស់គ្នាសម្រាប់ប្រែតរបស់គាត់ដែលគាត់បានដាក់ប្រែញាក់សាហ្នឹងគឺគាត់ប្រើឈ្មោះថាញាក់សាភូដងតុងខេត្តកោះកុងត្រូវហើយបងចាអញ្ចឹងបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលគាត់នៅស្រុកមួយហ្នឹងចាបងប្អូនអាចយកស្លៀកបំពាក់ឬក៏ហូបពងអាចខំមកប៉ាឬក៏កំរាពុកកំរាភួយឬក៏នាងណូនអីផ្សេងចាបងប្អូនអាចយកទៅបោកនៅទីតាំងរបស់គាត់បានមួយទៀតបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលគាត់ចង់សួរនាំព័ត៌មានជាមួយនឹងអាជីវកម្មបងប្អូនចាដែលពាក់ព័ន្ធជាមួយនឹង franchise បងប្អូនអាចសួរនាំជាមួយនឹងខាងគាត់បានចាពួកគាត់ក៏ខ្លាយជាភ្នាក់ងារចែកចាយ franchise របស់យើងដែរហើយសម្រាប់ផលិតផលពីខាងក្រុមហ៊ុនយក្សាគាត់ក៏ជាតំណាងចែកចាយជាមួយនឹងផលិតផលយក្សាផងដែរដោយសារអីគាត់ដាក់ម៉ាកសញ្ញាយក្សាគាត់ជាតំណាងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់រកទិញជាមួយនឹងផលិតផលបងប្អូនអាចទិញនៅទីតាំងរបស់គាត់បានណាបងប្អូនទាំងអស់គ្នាហើយជាចុងក្រោយខ្ញុំក៏មានជាលិខិតបញ្ជាក់សមាជិកហើយនឹងបញ្ជាក់ការសិក្សាជូនបងដែរមានអរយ៉ាងណាដែរបងពេលដែលចេញជាលក្ខណៈមួយថាសញ្ញាបត្រជូនបងណាបងសប្បាយចិត្តទេបងចាហ្នឹងហើយអញ្ចឹងជាចុងក្រោយខ្ញុំក៏ជូនពរបងដូចគ្នាដែលបានធ្វើបទសម្ភាសន៍មកកាន់ខ្ញុំហើយមួយទៀតពេលដែលបងបើកអាជីវកម្មហ្នឹងទៅចាជូនពរឲ្យបងកាន់តែសប្បាយជនកាន់តែច្រើនចាអញ្ចឹងបងបានដំណើរពេលណាដែរបងខ្ញុំប្រហែលជាចូលឆ្នាំហើយបងអូចូលឆ្នាំហើយបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូទាំងអស់គ្នាណាចូលឆ្នាំហើយគាត់នឹងត្រៀមបើហើយអញ្ចឹងអាចថាគាត់មានកម្មវិធី promotion អាចថាអុយបើក 20000 បញ្ចុះតម្លៃ 2000 3000អីអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចណាបងប្អូនចាអាចយកសម្លៀកបំពាក់ចាហូបប្រមងអីផ្សេងផលិតផលឬក៏សួរនាំជាមួយនឹងការបើកអាជីវកម្មបងប្អូនចាអាចទៅសួរនាំនៅទីតាំងរបស់គាត់បានដែលមានឈ្មោះថាយក្សាភូដងតុងខេត្តកោះកុងចាអញ្ចឹងជូនពរបងហេងចាឱកាសចូលឆ្នាំថ្មីនេះចាអរគុណច្រើនបង